សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់ជួបខ្ញុំសារជាថ្មីណាទាក់ទងនឹងការនិយាយពីការរកលុយតាម social media អញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំធ្វើវីដេអូនេះនិយាយអំពីការរកលុយជាមួយនឹង Instagram ដោយសារតែមានគ្នាយើងណាគាត់ឆាតសួរខ្ញុំតាមរយៈ TikTok អញ្ចឹងណានេះកាលពីម្សិលមិញអញ្ចឹងaccount Telegram របស់គាត់ហ្នឹងគឺវាមាននេះអឺសញ្ញាគូស text ពណ៌បៃតងទាំង4អញ្ចឹងណាហើយក៏គាត់សួរខ្ញុំថា account គាត់ហ្នឹងតើអាចរកលុយបានដែរឬទេអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំធ្វើវីដេអូពន្យល់នឹងឆ្លើយតបឲ្យគាត់ដឹងអំពីការរកលុយជាមួយនឹង Instagram គោលការណ៍និងលក្ខខណ្ឌផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមកចូលមកកាន់ account Instagram របស់ខ្ញុំវិញចឹងពីមុនគោលការណ៍និងលក្ខខណ្ឌដែលអាចរកលុយបានជាមួយនឹង Instagram គឺយើងបង្កើត account ជាប្រភេទ account USA បងប្អូនអ្នកគ្នាហើយបន្តមកទៀតគឺយើងផ្លាស់ប្ដូរទៅជា professional នេះប្រភេទជាដូចខ្ញុំដាក់អញ្ចឹងណាprofessional dashboard ចឹងបើយើងអត់តន់ដូរជាប្រភេទ professional dashboard ទេបងប្អូនគ្រាន់តែបង្កើត account Instagram ធម្មតាគឺអត់អាចរកលុយបានទេអញ្ចឹងរបៀបដូចជា account Facebook យើងអញ្ចឹងបងប្អូនអ្នកគ្នាណា account Facebook របស់បងប្អូនaccount profile ធម្មតាតែបងប្អូនបំលែងទៅជា professional dashboard ឬក៏ប្រភេទជាទម្រង់ page ដែលមានពាក្យថា follow អីហ្នឹងគឺយើងអាចរកលុយបានដូចគ្នាអញ្ចឹង Instagram ក៏ដូចគ្នាដែរតែយើងផ្លាស់ប្ដូរទៅជាប្រភេទ professional dashboard បែបនេះដែរណាអញ្ចឹងមួយវិញទៀតគោលការណ៍និងលក្ខខណ្ឌរបស់វាគឺយើងត្រូវបង្កើត account ដែលជាប្រភេទ account អាមេរិក Instagram គឺលែងគិតគោលការណ៍លក្ខខណ្ឌដូចមុនហើយគឺវាជ្រើសរើសទម្រង់ក្នុងការរលុយគឺដូច Facebook page ដូចគ្នាគឺវា invite ណាគឺវា invite ឲ្យយើងរកលុយបានតាមរយៈការ invite ពីក្រុមហ៊ុនInstagram ឬក៏ក្រុមហ៊ុន Facebook នឹងដូចគ្នាអញ្ចឹងខ្ញុំបង្ហាញតែម្ដងបងប្អូនណាអញ្ចឹងបងប្អូនចូលមកកាន់account Instagram របស់បងប្អូនមកចេញទម្រង់បែបនេះវាហើយខ្ញុំចុចកន្លែងនេះដើម្បីបង្ហាញកន្លែងចុច3នេះហើយបន្តមកទៀតបងប្អូនscroll ឡើងទៅលើមកណាស្វែងរកពាក្យថា account starter ណាចឹងខ្ញុំ scroll ឡើងទៅលើ import អូខេហើយខ្ញុំចុចកន្លែងនេះពាក្យថា account starter នេះបងប្អូនអ្នកគ្នាជាទូទៅបងប្អូនចូលមកដល់កន្លែងហ្នឹងឃើញaccount របស់បងប្អូនមានគូសគ្រីសtext ពណ៌បៃតងទាំង4ហ្នឹងណាចឹងបងប្អូនយល់ច្រឡំហើយថា account របស់បងប្អូននឹងអាចរកលុយបានអញ្ចឹងណាតែបិទនេះជាគេហៅថាលក្ខខណ្ឌមួយចំនួនដែលបងប្អូនធ្វើការផុសវីដេអូនៅក្នុង account Instagram របស់បងប្អូនមិនខុសគោលការណ៍មិនខុសលក្ខខណ្ឌគឺវាចេញបែបនេះឯងអញ្ចឹងមានថា account របស់បងប្អូនល្អអញ្ចឹងណាដែលមានគូសគ្រីសពណ៌បៃតងអញ្ចឹងកុំយកច្រឡំថា account របស់បងប្អូន account Instagram របស់បងប្អូនមានគូសគ្រីសពណ៌បៃតងទាំង4នៅកន្លែងចំណុចនេះកុំគិតថារកលុយបានឯសោះគឺមិនមែនទេតលតែក្រុមហ៊ុន Instagram វា invite ឬក៏អញ្ជើញបងប្អូនឲ្យរកលុយទើបយើងមានសិទ្ធិក្នុងការភ្ជាប់រកលុយបានបងប្អូនណាហើយសួរថាធ្វើម៉េចទៅវា invite គឺអាស្រ័យទៅលើក្រុមហ៊ុនInstagram ហ្នឹងឯងពេលខ្លះយើងផុសវីដេអូតិចទេហើយវីដេអូខ្លះក៏មិនសូវមាន view ដែរឬក៏ follow ក៏អត់កំណត់ដែរតែវាត្រូវ invite គឺវា invite យើងរកលុយហើយបងប្អូនណានេះគោលការណ៍ថ្មីរបស់ Instagram ឬក៏គោលការណ៍របស់platform Facebook ឬក៏Instagram ហ្នឹងឯងបងប្អូនណាអញ្ចឹងបងប្អូនធ្វើការផុសវីដេអូផុសរូបភាពលេងទៅអាចមានឱកាសក្នុងការវា invite គឺយើងអាចមានសិទ្ធិក្នុងការភ្ជាប់រកលុយហើយបងប្អូនណាហ្នឹងហើយអញ្ចឹងវាលេងគិតគោលការណ៍និងលក្ខខណ្ឌដូចស្វែងរក follower របៀបថាស្វែងរក view អីដូចមុនហើយវាអត់គិតដូចមុនទេណាគោលការណ៍ថ្មីគឺទម្រង់ Facebook ទេបងប្អូនអញ្ចឹងបងប្អូនព្យាយាមផុសរូបភាពផុសវីដេអូ
ជាប្រភេទ real ខ្លីៗហ្នឹងណាបងប្អូនអ្នកគ្នាណាអញ្ចឹងបងប្អូនព្យាយាមផុសទៅហ្នឹងហើយកាលណាដែល account យើងល្អអឺគេហៅថា account recommend ណាអញ្ចឹងនឹងមានឱកាសវា invite ឲ្យយើងរកលុយបងប្អូនណាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំគឺបាទចែករំលែកតែប៉ុណ្្នឹងទេបាទទាក់ទងនឹងការរកលុយជាមួយនឹង Instagram ហើយជួបខ្ញុំនៅវីដេអូក្រោយទៀតណាដោយសារតែមួយរយៈធំនេះបាទគឺខ្ញុំអត់បានផលិតវីដេអូអញ្ចឹងណាបាទហើយអ្នកតាមដានវីដេអូខ្ញុំនៅលើ TikTok បាទនៅលើ YouTube ឬក៏នៅលើ page ហ្នឹងគឺបាទអធិស្ឋានផងអញ្ចឹងខ្ញុំនឹងធ្វើការបាទផុសវីដេអូឡើងវិញបាទនៅក្នុង channel YouTube របស់ខ្ញុំនៅលើ TikTok អីអញ្ចឹងណានឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះពីដើមដល់ចប់ណាជួបគ្នានៅវីដេអូក្រោយបាយបាយ